នៅក្នុងការបញ្ចូលលើកនេះខ្ញុំចង់និយាយទៅលើប្រធានបទគឺការចាប់ផ្ដើមដំបូងបំផុតទាក់ទងទៅនឹងការរៀនជាទូទៅនៅពេលដែលយើងចាប់ផ្ដើមអីដែលថ្មីយើងតែងតែមានអារម្មណ៍ថាពិបាកមែនទែនហ្មងកុំថាឡើយតើវាជាជំនាញដែលមិនទាក់ទងនឹងយើងសូម្បីតែជាជំនាញដែលទាក់ទងនឹងយើងក៏យើងមានអារម្មណ៍ថាពិបាកដែរឧទាហរណ៍ថានៅពេលដែលយើងរៀនចប់មហាវិទ្យាល័យហើយយើងចាប់ផ្ដើមធ្វើការដំបូងយើងមានអារម្មណ៍ថាពិបាកទទួលយកវាខុសពីអ្វីដែលយើងធ្លាប់ធ្វើពីមុនមកអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ឬក៏មានការគិតមានការយល់ឃើញថ្មីមួយថាអ្វីក៏ដោយកាលណាតែចាប់ផ្ដើមពីដំបូងគឺផ្ដើមចេញពីការរៀនអញ្ចឹងអ្វីក៏ដោយនៅពេលដែលយើងរៀនគឺយើងនឹងអាចសម្របវាបានរៀននឹងគឺរៀនសម្របជាមួយនឹងអ្វីដែលថ្មីអ្វីដែលយើងនឹងទទួលយកអញ្ចឹងការរីកចម្រើនដែលលឿនបំផុតគឺការបើកចិត្តរៀនអញ្ចឹងស្អីក៏ដោយឲ្យតែថ្មីប្លែកបើយើងបើកចិត្តរៀនយើងនឹងទទួលយកវាបានបើយើងអត់បើកចិត្តរៀនទេវានៅតែលំបាករហូតក្នុងមួយជីវិតយើងឥឡូវឧទាហរណ៍ថានៅពេលដែលយើងកើតមកអញ្ចឹងយើងរៀនដំបូងយើងរៀនកលាប់ផុតពីរៀនកលាប់យើងរៀនវាអញ្ចឹងទៅតោះមកយើងរៀនតោងឈរអញ្ចឹងតោះមកបានយើងរៀនដើរតេតតោះមកយើងរៀនដើរតទៅពីរៀនដើរយើងរៀនរត់ហើយអ្នកខ្លះរៀនមិនធំតែរត់ចេះអីគាត់ចេះអាឡាតត្រឡប់ខ្លួនផ្លុង3 4បកទៀតក៏មានដែរអ្វីវាចេញពីការរៀនបើយើងអត់ព្រមរៀនទេយើងចង់ធ្វើឲ្យកើតដូចគេហ្មងធ្វើអត់កើតទេទៅរួចទេព្រោះយើងអត់ព្រមរៀនព្រោះអ្វីដែលថ្មីប្លែកវាទាមទារឲ្យយើងចំណាយពេលវេលាហើយនឹងទឹកចិត្តក្នុងការធ្វើវាដដែលហើយស្វែងយល់ខុសកែបានច្រើនដងអញ្ចឹងបើមិនជាយើងអត់មានគេថាអត់មានផ្នត់គំនិតជាអ្នករៀនណាអញ្ចឹងពិបាកក្នុងការជោគជ័យកុំថាកន្លែងណាក៏អញ្ចឹងដែរឥឡូវខ្ញុំនិយាយឧទាហរណ៍ជាក់ស្ដែងមួយទៀតដូចនៅក្នុងស្ថាប័នអប់រំរបស់ startup អីចឹងចូលមកដំបូងបុគ្គលិកដែលដាក់ពាក្យចូលមកធ្វើជាគ្រូបរៀនប៉ុន្តែសួរតែគាត់ចូលមកបរៀនហ្មងអត់ទេគាត់ត្រូវរៀនគាត់ទោះបីជាគាត់មានជំនាញហើយក៏គាត់ត្រូវតែរៀនធ្វើ homework ធ្វើអីចឹងណាទោះបីជាគ្រូក៏ដោយគាត់ត្រូវធ្វើដើម្បីអីគឺដើម្បីជាទម្លាប់មួយល្អដើម្បីចេះចាំស្ទាត់ជំនាញហ្មងផុតពីរៀនធ្វើលំហាត់ធ្វើ homework គាត់ត្រូវអានសៀវភៅជាប្រចាំរាល់ថ្ងៃទោះបីជាពីមុនអត់មានទម្លាប់មិនក៏ដោយម្ដងហ្នឹងគឺត្រូវតែអានហើយសួរថាសាលាធ្វើដើម្បីពីណាគឺដើម្បីខ្លួនបុគ្គលិកទាំងអស់គ្នាដើម្បីគាត់មានភាពរីកចម្រើនថ្ងៃក្រោយគាត់ចង់ធ្វើអីទៀតក៏គាត់ប្រកែដែរព្រោះគាត់មានទម្លាប់ល្អហើយមានទៀតគាត់មានចំណេះវិជ្ជាចំណេះដឹងគ្រប់គ្រាន់ចង់ទៅធ្វើការនៅណាដូរជំនាញទៅធ្វើអីក៏នៅតែមានតម្លៃប៉ុន្តែសួរតែពិបាកប៉ុន្តែហេតុអីនៅធ្វើព្រោះដោយសារតែយើងគោរពគោលការណ៍ជោគជ័យបុគ្គលជោគជ័យគឺជាបុគ្គលដែលធ្វើការងារដែលត្រឹមត្រូវមិនមែនសាញថាការងារនឹងលំបាកឬក៏ស្រួលទេអានោះខ្ញុំគ្រាន់តែឧទាហរណ៍មួយនៅក្នុងស្ថាប័នមួយតែប៉ុណ្ណោះហើយបើនិយាយពីបុគ្គលជោគជ័យផ្សេងគឺដូចគ្នាគឺរៀនទៅដល់ទៅហ្នឹងពេលគាត់ចង់ធ្វើអីមួយគឺគាត់ត្រូវតែរៀនលោក Elon Musk ក៏គាត់ធ្លាប់និយាយដែរថានៅពេលដែលគាត់ធ្វើរ៉ុកែតណាគាត់រៀនធ្វើរ៉ុកែតនឹងឡើងវិញហ្មងគាត់ដាក់ចិត្តរៀនហ្មងពី foundation មកវិញថារ៉ុកែតនឹងយ៉ាងម៉េចអីយ៉ាងម៉េចស្វែងយល់ហ្មងក្នុងការធ្វើរ៉ុកែតដែលជាហេតុនាំឲ្យគាត់អាចធ្វើរ៉ុកែតបានអញ្ចឹងណាអញ្ចឹងស្អីបើយើងអត់ចាប់ផ្ដើមរៀនទេយើងចង់ពប់ឡើងធ្វើឲ្យកើតហ្មងយើងអត់អាចធ្វើកើតទេព្រោះដោយសារអីសារយើងអត់ចេះយើងអត់ដឹងអញ្ចឹងអ្វីដែលយើងមានរាល់ថ្ងៃគឺកើតចេញពីយើងរៀនដូចគ្នាដែរគ្រាន់តែរបស់ខ្លះរៀនដោយប្រយោលដោយមិនដឹងខ្លួនណារបស់ខ្លះរៀនដោយការធ្វើដដែលដោយមិនដឹងខ្លួនអញ្ចឹងធ្វើឲ្យយើងអត់មានអារម្មណ៍ថាយើងកំពុងតែរៀនពីវាប៉ុន្តែតាមពិតសុទ្ធតែយើងកំពុងតែរៀនទាំងអស់ហ្នឹងដូចភាសាបរទេសមួយបើយើងអត់ដាក់ចិត្តរៀនទេយើងអត់អាចចេះបានទេអញ្ចឹងបានខ្មែរយើងខ្លះទៅនៅបរទេសរាប់ឆ្នាំណាក៏អត់អាចចេះភាសាគេដោយសារតែអត់រៀនអត់ដាក់ចិត្តរៀនចង់ពងឲ្យចេះនិយាយគេហ្មងមិនទៅរួចអញ្ចឹងយើងត្រូវដាក់ចិត្តរៀនអញ្ចឹងចាប់ពីថ្ងៃទៅបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការផ្លាស់ប្ដូរអីមួយចង់ឲ្យខ្លួនឯងរីកចម្រើនត្រូវតែមានផ្នត់គំនិតដ៏ត្រឹមត្រូវមួយគឺចាប់ផ្ដើមចេញពីការរៀនតាំងចិត្តទៅធ្វើជាសិស្សធ្វើជាអ្នករៀនអញ្ចឹងអ្វីក៏ដោយកាលណាតែយើងរៀនយើងស្វែងយល់ពីវាគឺយើងនឹងងាយបានជោគជ័យដោយលោក Warren Buffett ដែលជាស្ដេចវិនិយោគណាហើយក៏ជាសេដ្ឋីដែលមានជាងគេលំដាប់ទី3ណាទី3ទី4ហ្នឹងពីមុនក៏ធ្លាប់លេខ1ដែរលេខ1បានច្រើនឆ្នាំដែរ Warren Buffett ហើយជាស្ដេចវិនិយោគគេទទួលស្គាល់ជុំវិញពិភពលោកនោះក៏គាត់និយាយប្រាប់ដែរថាបើសិនជាយើងចង់វិនិយោគទៅលើអីមួយដែលកុំឲ្យខាតនោះលុះត្រាតែយើងចំណាយពេលស្វែងយល់ឲ្យវាឲ្យច្បាស់បើសិនជាយើងមិនយល់ច្បាស់ទេកុំវិនិយោគអញ្ចឹងបានពីមុនគាត់អត់ដែរវិនិយោគទៅលើគ្រឿងបច្ចេកវិទ្យាទេ
ដោយសារតែអីគាត់អត់អាចយល់ពីវាបានគាត់ថាគាត់អត់យល់គាត់អត់វិនិយោគតែដល់ប្រហែលឆ្នាំចុងក្រោយហ្នឹងគាត់វិនិយោគជាមួយក្រុមហ៊ុន Apple រាប់ពាន់លានដុល្លារគេសួរគាត់ម្សាទៀតថាពីមុនមិនបានគាត់អត់វិនិយោគជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាមិនបានគាត់វិនិយោគគាត់និយាយថាគាត់ថាគាត់នៅតែគោរពគោលការណ៍គាត់ដែរពីមុនគាត់អត់វិនិយោគថាគាត់អត់យល់ពីបច្ចេកវិទ្យាប៉ុន្តែឥឡូវគាត់យល់មានគេបញ្យល់គាត់ឲ្យយល់ពីបច្ចេកវិទ្យាហ្នឹងដែលជាហេតុធ្វើឲ្យគាត់ហ៊ានក្នុងការវិនិយោគជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាហ្នឹងគឺគាត់ជ្រើសរើសយកក្រុមហ៊ុន Apple ហ្នឹងឃើញអញ្ចឹងសួរតែគាត់វិនិយោគខាតអត់ខាតទេចំណេញមិនចឹងគាត់យល់ច្បាស់អញ្ចឹងអ្នកទាំងអស់គ្នាមុននឹងធ្វើអីមួយគឺតាំងចិត្តរៀនវាឲ្យច្បាស់ចឹងទៅធ្វើវាគឺងាយនឹងជោគជ័យហើយកុំប្រកាន់ថាអានឹងជាជំនាញដែលខ្ញុំធ្លាប់រៀនសាកលវិទ្យាល័យឬមិនជានេះអត់សំខាន់ទេការរៀនសាកលវិទ្យាល័យមិនអាចធ្វើយើងស្ទាត់ជំនាញបានទេមានតែការរៀនអនុវត្តជាមួយវាជាក់ស្ដែងទើបធ្វើយើងមានភាពស្ទាត់ជំនាញជាមួយវាហ្នឹងអញ្ចឹងបើសិនជាយើងអត់ដាក់ចិត្តដាក់កាយក្នុងការរៀនយើងចង់ពុបឲ្យយើងចេះហ្មងយើងនឹងបរាជ័យយើងនឹងមានបញ្ហាជាមួយនឹងវាហ្នឹងរួចនៅក្នុងជំនាញអីក៏ដោយអត់ស្រួលទេបងប្អូនស្អីក៏មិនស្រួលដែរបើយើងចង់ខ្លាំងផ្កាយយើងសាក់មើលយើងឃើញគេលក់ដីឡូយើងថាលក់បានយើងទៅលក់សាក់មើលមិនដឹងថាគេឲ្យលក់ពុបបើមិនដឹងថាទៅលក់នៅណាអត់ចាញ់ទេមិនដឹងជាលក់ចាញ់ពីតាណាតណៃទេពួកយើងអត់ធ្លាប់អត់ដឹងអញ្ចឹងណាហើយយើងឃើញគេលក់លេមានណាឃើញគេឡាយលក់យើងសាក់តឡាយលក់សាក់មើលមិនយើងដឹងថាអត់ស្រួលទេនៅពេលណាដែលយើងដាក់ចិត្តដាក់កាយរៀនពីជំហានដំបូងឡើងមកវិញនៅពេលដែលយើងចេះបានដឹងយើងដឹងថាវាមិនពិបាកប្រហែលទេបើសិនជាយើងចេះអញ្ចឹងវាកាត់ចេញពីផ្នែកគំនិតមួយគឺនៅតែរៀនតែហ្នឹងអញ្ចឹងនិយាយចោះនិយាយឡើងគឺនៅតែជំរុញឲ្យបងប្អូនហ្នឹងត្រូវដាក់ចិត្តដាក់កាយក្នុងការរៀនសូត្របើសិនជាអត់រៀនទេគឺអត់អាចឈានទៅរកភាពជោគជ័យបានទេអញ្ចឹងត្រូវចាំរហសាទៀតថាចង់ចេះអីដែលថ្មីគឺដាក់ចិត្តរៀនទៅទទួលអីដែលថ្មីគឺរៀនមានតែដាក់ចិត្តរៀនទេកុំគិតថាយើងអាចយល់តែយើងមិនបានរៀនមិនអញ្ចឹងឯងគឺត្រូវតែរៀនគ្រាន់តែរៀនមួយប្រយោជន៍រៀនមួយផ្ទាល់តែប៉ុណ្ណឹងអញ្ចឹងនិយាយជាសារថ្មីម្ដងជាដាក់ការដាស់តឿនម្ដងទៀតណាបើកចិត្តរៀនចង់វិនិយោគលើអីចង់រកស៊ីលើអីឬចង់ធ្វើអីរៀនវាឲ្យចេះច្បាស់សឹមធ្វើវាអញ្ចឹងការធ្វើទៅវាធ្វើឲ្យយើងទទួលបានភាពជោគជ័យវាកាត់បន្ថយការខាត់បងអីចឹងណាឬក៏ការដើរផ្លូវខុសព្រោះពេលខ្លះយើងអត់ដឹងថាយើងចូលចិត្តអត់ទេនៅពេលដែលយើងចំណាយពេលរៀនទៅបានយើងដឹងថាយើងចូលចិត្តវាមែនទេអត់បាទអញ្ចឹងខ្ញុំគិតថាការចែកម្លែកខ្ញុំនៅថ្ងៃហ្នឹងជាសារមួយដាស់តឿនដល់បងប្អូនដើម្បីធ្វើឲ្យខ្លួនឯងកាន់ទទួលបានការរីកចម្រើននិងទទួលបានផ្នត់គំនិតដ៏ត្រឹមត្រូវ